អ៊ីរ៉ង់វាយប្រហារទៅលើរដ្ឋឈូងសមុទ្រដើម្បីសងសឹកនឹងអាមេរិកនិងអ៊ីរ៉ង់បានវាយប្រហារដាក់គ្នាទៅវិញទៅមកជាថ្មីទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបើតាម CNN បានរាយការណ៍ថាអ៊ីរ៉ង់បានផ្ដោតគោលដៅទៅលើទីតាំងយោធាអាមេរិកនៅក្នុងប្រទេសគុយវ៉ែតនិងបារ៉ែនដោយប្រើមីស៊ីលនិងយន្តហោះដ្រូនគ្មានមនុស្សបើកដើម្បីសងសឹកនឹងអាមេរិកដែលបានវាយប្រហារទៅលើអ៊ីរ៉ង់បើតាមយោធាគុយវ៉ែតបាននិយាយនៅថ្ងៃអាទិត្យនេះថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ការវាយប្រហារខណៈនៅប្រទេសបារ៉ែនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហោះសារនៅលើបណ្ដាញសង្គម X នៅថ្ងៃអាទិត្យថាស៊ីរ៉ានប្រកាសអាសន្នត្រូវបានធ្វើឲ្យសកម្មដោយប្រាប់ប្រជាជនឲ្យទៅកាន់កន្លែងសុវត្ថិភាពដែលនៅជិតបំផុតការវាយប្រហាររបស់អ៊ីរ៉ង់ដើម្បីឆ្លើយតបទៅនឹងអាមេរិកដែលបានប្រើយន្តហោះយោធាវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើលយោធាអ៊ីរ៉ង់ប្រព័ន្ធទំនាក់ទំនងទីតាំងការពារដែនអាកាសកន្លែងផ្ទុកយន្តហោះគ្មានមនុស្សបើកនិងសមត្ថភាពដាក់មីនអាមេរិកបានបើកការវាយប្រហារជាបន្តបន្ទាប់នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ក្រោយអ៊ីរ៉ង់វាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅច្រកសមុទ្រហូម៉ូសដែលរំលោភទៅលើបទច្បាញ់ចំណែកកងឆ្មាំបដិវត្តអ៊ីស្លាមរបស់ប្រទេសអ៊ីរ៉ង់ហៅកាត់ថា IRGC និយាយថាការវាយប្រហាររបស់អាមេរិកក៏រំលោភទៅលើបទឈប់បាញ់ដែរហើយនឹងបណ្ដាលឲ្យមានការបញ្ឈប់ដំណើរការទូតទាំងអស់ទាំងស្រុង IRGC បាននិយាយថាក្រុមអនុសារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកាលពីដើមខែនេះអ៊ីរ៉ង់មានការរៀបចំសម្រាប់ការគ្រប់គ្រងការឆ្លងកាត់និងនាវាចរនៅក្នុងច្រកសមុទ្រហូម៉ូសហើយចាប់ពីពេលនេះតទៅនាវាដែលរំលោភបំពាននឹងត្រូវដោះស្រាយដោយកម្លាំងជាងពេលមុនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃសៅរ៍ទី27មិថុនាឆ្នាំ2026បានបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social របស់លោកគម្រាមថាអាមេរិកប្រហែលជាបង្ខំប្រើប្រាស់សកម្មភាពយោធាបន្ថែមទៀតប្រសិនបើអ៊ីរ៉ង់បន្តការវាយប្រហារលោកត្រាំបាននិយាយថាអ៊ីរ៉ង់បានរំលោភទៅលើកិច្ចព្រមព្រៀងឈប់បាញ់ហើយយន្តហោះអាមេរិកបានវាយប្រហារទីតាំងផ្ទុកមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ក៏ដូចជាទីតាំងរ៉ាដាឆ្នេរសមុទ្រប្រធានាធិបតីអាមេរិករូបនេះបានព្រមានថាអ៊ីរ៉ង់នឹងលែងមានទៀតហើយប្រសិនបើអាមេរិកប្រើប្រាស់សកម្មភាពយោធាបន្ថែមទៀត